សួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីលើកមកបង្ហាញនេះបាទវីដេអូកំពុងតែល្បីបងប្អូនបាទថ្ងៃនេះយើងលើកយកអំពីទូកល្បឿនលឿនបាទតូចតែលឿនបាទឥឡូវយើងមានដើមស័យយ៉ាងម៉ោងបងប្អូនបាទដើមស័យយើងសក់វាឲ្យស្ដើងបន្តិចមកតើទៅយើងសក់ឲ្យវាប៉ិនចង្កឹងបងប្អូនបាទហើយយើងចាប់ផ្ដើមសក់វាអញ្ចឹងមកបងឥឡូវយើងសាកឡូនឹងតយោមើលសិនព្រោះអាហ្នឹងយើងធ្វើដាក់តយោដាក់អីអញ្ចឹងណាបងប្អូនបាទឥឡូវយើងសក់វាឲ្យតូចតិចទៅបាទតូចប៉ុណ្ណឹងមកបាន2ហ្មងសងខាងមកបងប្អូនចូលមុនចុចក្រោយកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផងបងប្អូនបាទដាក់សញ្ញាកណ្ដឹងដើម្បីបានវីដេអូថ្មីបាទឥឡូវយើងសក់ស្អាតហើយយើងចាប់ដើមវាស់វែងលោតយោហើយយើងចាប់ដើមវាស់មកល្មមហ្មងបងប្អូនកុំឲ្យវាវែងពេកធ្វើវែងពេកទៅវាអត់សូវលឿនណាបងប្អូនបាទដល់នេះខ្ញុំសក់រៀងធំជ្រុលដែរបងប្អូនខ្ញុំសក់យកប៉ិនតយោដែលខ្ញុំលោមិញទៅធ្វើតាមនឹងបដ ாய் ទៅបាទឥឡូវយើងចាប់ដើមកាត់ត្រឹមឲ្យស្មើគ្នាអញ្ចឹងមកបងប្អូនបាទបានចឹងហើយឥឡូវយើងចាប់ដើមចងកស៊ូភ្ជាប់ឈើអាស័យទាំងពីរនឹងគ្នាមកបងបាទរូបរាងបែបនេះបាទតមកទៀតយើងមានស្នោយើងចាប់ដើមវាស់វែងចឹងមកបងមកទៅបែបឈើយើងកាត់វាចេញមករាងត្រីកោណបងបាទកាត់រាងមិនក៏បានក្នុងចំណូលចិត្តបងប្អូនបាទខ្ញុំកាត់រាងត្រីកោណអញ្ចឹងបាទឥឡូវយើងចាប់ដើមសម្អាតឲ្យស្មើគ្នាអញ្ចឹងមកបងប្អូនបាទឥឡូវយើងចាប់ដើមវាស់បាទឥឡូវមើលទៅថាស្អាតហើយតើវាស្អាតហើយយើងជាឲ្យវាមានក្លុកបន្តិចទៅបងប្អូនដើម្បីយើងដាក់ទៅឲ្យវាមានងាំជាប់គ្នាអញ្ចឹងបងប្អូននេះយើងចាប់ដើមធ្វើវាមានងាំអញ្ចឹងតិចទៅអានេះមកខាងទៀតបងប្អូនបាទយើងចិតវាអញ្ចឹងមកបាទឥឡូវយើងចាប់ផ្ដើមដាក់ភ្ជាប់វាជាមួយនឹងឈើអាស័យដែលយើងចងកស៊ូមិញទៅបងប្អូនបាទភ្ជាប់អញ្ចឹងមកតមកទៀតយើងយកកស៊ូដែលយើងពាត់ជា2មិញហ្នឹងយើងយកមកចងវាមកបងប្អូនបាទយើងដាក់ជាប់នេះបាទហើយយប់នេះយប់ឆ្លងឆ្នាំហើយបងប្អូនបាទថតវីដេអូនេះបាទថ្ងៃស្អែកនឹងចូលឆ្នាំថ្មីហើយបងប្អូនបាទឥឡូវយើងចាប់ដើមចងកស៊ូវាអញ្ចឹងហើយយើងដាក់កស៊ូអាទៅនេះដើម្បីយើងយកស្លាប់ចាក់វាបងប្អូនបាទវាទៅមុខឲ្យវាយកស្ពីតល្បឿនឥឡូវខ្ញុំដាក់3កស៊ូទៅបងប្អូនហើយចងចេះទៀតកុំឲ្យវារុលទៅមុខបាទឥឡូវយើងបានអញ្ចឹងហើយតមកទៀតយើងយកស្កុតនេះទៅបិទទៅយកភ្ជាប់នឹងឈើយើងមកបងប្អូនហើយតយោនេះបើយើងយកខ្លីជានឹងក៏ល្អដែរបងប្អូនបាទវាស្ទុះពេលយើងប្រើទៅវាអាចស្ទុះលឿនអញ្ចឹងបងប្អូនឥឡូវយើងចាប់ដើមរុំស្កុតឲ្យវាជាប់នឹងឈើអាស័យដែលយើងដាក់មិញមកបាទតមកទៀតយើងស្លើធ្វើស្លាប់ចាក់វាបងប្អូនបាទយើងធ្វើស្លាប់ចាក់វាខ្ញុំយកកំប៉ុងនេះមកធ្វើស្លាប់ចាក់វាតែវារាងទន់បន្តិចបងប្អូននេះកាត់ត្រឹមមើលទៅវាធំពេកទៅខ្ញុំត្រឹមឲ្យវាតូចចឹងហ្នឹងបងប្អូននេះត្រឹមថែមទៀតវារាងធំពេកអញ្ចឹងយើងត្រឹមឲ្យវាតូចបន្តិចឬបងប្អូនអាចធ្វើជាស្លាប់ចាក់ផ្សេងមកមិនក៏បានស្រេចតែក្នុងចំណូលចិត្តបងប្អូនឲ្យតែវារត់លឿនបាទតមកទៀតយើងនេះយើងចងយកអាកស៊ូមិញយើងភ្ជាប់នឹងអាកស៊ូស្លាប់ចាក់កន្លែងស្លាប់ចាក់យើងបងប្អូនឲ្យវារត់របូតចឹងនេះឥឡូវបានហើយបងប្អូនបាទតោះយើងទៅតេស្តមើលទឹកជាមួយខ្ញុំបងប្អូនថាវាស្ទុះយ៉ាងណាមុនតេស្តយើងត្រូវបវល់វាឲ្យច្រើនជុំបងប្អូនដាក់ទៅវារត់ល្អអញ្ចឹងបងប្អូនបាទឥឡូវចាំមើលខ្ញុំសាកបងប្អូនបាទអូទៅគេបងប្អូនវារៀងធ្ងន់បន្តិចហើយបងប្អូនបាទបើយើងធ្វើតូចជាងហ្នឹងអាចស្ទុះលឿនណាបងប្អូនបាទតែយើងធ្វើឈើអាស័យរៀងធំពេកទៅយើងដាក់ជាមួយតយោទៅវាអត់សូវស្ទុះប៉ុន្មានបាទ
នេះជា slow motion មើលទៅស្អាតទេបងប្អូនបាទទៅវ៉ាវបងអរគុណដល់ការតាមដានវីដេអូជម្រាបលាបងប្អូនបាទ